ចាមការទូកងោក្រឡង់កាយព្រឹកដេជោសានជ័យបារមីវត្តចំការខ្សាច់សូមគ្រប់ថ្លៃអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភនៅក្នុងនោះសូមគ្រប់ថ្លៃអំណរគុណជូនឯកឧត្តមបណ្ឌិតលីឆេងអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនិងលោកជំទាវដែលបានជួយឧបត្ថម្ភនៅទូកក្រឡង់កាយព្រឹកដេជោសានជ័យបារមីវត្តចំការខ្សាច់និងបានជួយឧបត្ថម្ភក្នុងការអុំទូកប្រណាំងទូកក្នុងឆ្នាំនេះផងដែរ4កេសទឹកសុទ្ធចំនួន110កេសអាវមួកកីឡាករចំនួន783កំភ្លេដល់ទូកងោទូកមួងទាំង12របស់ស្រុកសាច់កណ្ដាលចា៎គូទី107ពេលនេះបានកំពុងតែបន្ថែមលបឿនឆ្លងកងពាន់ទី2ខ្សែទឹកខាងក្នុងដែលកំពុងតែបាំងចាញ់នោះគឺហឹកមង្គលសែនជ័យបារមីប្រខណ្ឌពេជ្រខេត្តកំពង់ចាមហើយខ្សែទឹកខាងក្រៅដែលកំពុងតែមានព្រៀបនោះគឺចម្ប៉ាសួស្ដីរស្មីអង្គរគូរៀងខេត្តព្រៃវែងបានគឺដាច់លោណាខ្សែទឹកខាងក្រៅសម្រាប់គូទី107ចាយើងទស្សនាជាបន្តសម្រាប់ទូកដែលកំពុងតែមកដល់កងពាន់ទី2នេះដែលមានឯកសណ្ឋានស្រស់ស្អាតមែនទែនចាប្រិមិត្តយើងឃើញថាទូកខ្សែទឹកខាងក្រៅចាគឺមានឯកសណ្ឋានពណ៌លឿងគឺ221សុវណ្ណកុមារបារមីលវីអែតដេជោសាន់ជ័យរបស់ខេត្តកណ្ដាលរីឯខ្សែទឹកខាងក្នុងស្លាកលេខ220សុនចន្ទធីចេស្តាកញ្ញាសម្បូររបស់អ្នកខាងខេត្តព្រៃវែងចាឥឡូវឃើញថាខ្សែទឹកខាងក្រៅបានមានព្រៀបឆ្ងាយហើយចាគឺមានឯកសណ្ឋានស្រស់ស្អាតខ្លាំងមែនទែនចាយើងទស្សនាជាបន្តគូទី109គូទី109នេះកាន់តែគៀកខ្សែប្រត់មែនទេហើយខ្សែទឹកខាងក្នុងដែលកំពុងតែបងចាញ់គឺសវណ្ណកេណោចំណែកឯខ្សែទឹកខាងក្រៅឯឋានពណ៌លឿងដែលបានទទួលជ័យជំនះគឺសហគ្រិនត្រកូលលីងក្រមដំបូលសន្តិភាពចាខ្សែទឹកខាងក្រៅកំពុងតែមានព្រៀបជាងហើយឯកសណ្ឋានផាកប្រហែលគ្នាមួយពណ៌បៃតងមួយពណ៌ត្រួយខ្ចីចាលោកគ្រូចាឥឡូវនេះឃើញថាយើងអាចនិយាយបានថាខ្សែទឹកខាងក្រៅហាក់ដូចជាមានព្រៀបប៉ុន្តែឥឡូវនេះខ្សែទឹកខាងក្នុងកំពុងតែបណ្ដេញហើយចាបន្តកំពុងតែបណ្ដេញហើយចាកំពុងតែគៀកមកដល់កងពាន់បណ្ដេញប្រត់ទៅហើយចាឃើញថាគាត់កំពុងតែបណ្ដេញខ្លាំងប៉ុន្តែមិនដឹងថាគាត់នឹងអាចដេញទាន់តែឬយ៉ាងណាទេចាឥឡូវយើងអីយ៉ាយ៉ាងមិនដែរលោកគ្រូចាអត់ទាន់ហ៊ាននិយាយទេចាទុកឲ្យខាងគណៈកម្មការជនជាតិទីគោរពដោយទូគូបន្ទាប់ស្ថិតនៅឆ្ងាយនៅឡើយនាងខ្ញុំជាអ្នកអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជាសូមថ្លែងអំណរគុណចំពោះលោកវរៈសេនីយ៍ឯកសៅសុខុននាយរងការិយាល័យឯកសារទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទដែលបានឧបត្ថម្ភថវិកា$100ដល់ក្រុមអ្នកអត្ថាធិប្បាយទូរទស្សន៍ជាតិកម្ពុជាសូមអរគុណរតនាមហានិកបាទសេរីរតនាមហានិកស្ថិតនៅក្នុងវត្តដីឥដ្ឋឃុំដីឥដ្ឋស្រុកគៀនស្វាយឧបត្ថម្ភដោយព្រះគ្រូឧត្តមសីហមុនីមឿងបូណាប្រជាអធិការវត្តដីឥដ្ឋនិងលោកសសាវឿនហៅតៅបាទឧបត្ថម្ភទូកចម្ពោះពេជ្រឯខ្សែទឹកខាងក្រៅជាមួយនឹងចម្ពោះពេជ្រនេះគឺម៉ឺនសង្វាតសែនជ័យស្រុកសាងខេត្តកណ្ដាលដូចគ្នាទេគូទី111នេះតែខ្សែទឹកខាងក្នុងហាក់ដូចជាមានព្រៀបដែលមិនឯកសណ្ឋានពណ៌ស្លាទុំចាគឺសេរីរតនាមហានិករបស់ដីឥដ្ឋខាងដីឥដ្ឋបាទព្រះគ្រូមឿងអូណាសូមព្រះអង្គជួយតាមដានកំពុងតែមានជ័យជំនះទៅលើម៉ឺនសង្វាតសែនជ័យពេលដែលឆ្លងកាត់កងពាន់ទី2ចាកងពាន់ទី2ឃើញថាខ្សែទឹកខាងក្នុងនៅតែមានព្រៀបជាងមែនទែនបាទចាឯកសណ្ឋានស្រស់ល្អណាស់ពណ៌ស្លាទុំគឺសេរីរតនាមហានិកបាទនៅខាងដីឥដ្ឋអូដូចជាដាច់ហើយសេរីរតនាមហានិកដាច់ជាមួយនឹងម៉ឺនសង្វាតសែនជ័យគូទី111ចាឥឡូវនេះយើងទស្សនាជាបន្តតែម្ដងចាលោកគ្រូដោយសារតែយើងក៏លេខមើលកាន់ទៅគូ111ក៏ឃើញថាខ្សែទឹកខាងក្នុងជានិតទទួលជ័យជំនះយើងក៏លេខទៅកាន់គូទី112ជាបន្តខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានស្រស់ស្អាតមែនទែនរំលេចទៅដោយចុងចង្វាពណ៌សចាគឺ230ចម្ពោះពេជ្ររបស់កោះរះលវីអែមខាងខេត្តកណ្ដាលយើងហ្នឹងចារីឯខ្សែទឹកខាងក្រៅគឺ234មច្ឆាមហារំអិលចារបស់ស៊ីធូកណ្ដាលខាងខេត្តព្រៃវែងចាខ្សែទឹកខាងក្នុងមានព្រៀបជាងហើយចាឃើញថាដាច់មកទូកហើយឯកសណ្ឋានពណ៌បៃតងរំលេចដោយចុងចង្វាពណ៌សក៏ដូចជាមួកពណ៌សចាស្រស់ស្អាតចារីឯខ្សែទឹកខាងក្រៅចាដូចជាតាមមិនទាន់ទេលោកគ្រូឥឡូវយើងទៅមើលទៅគូទីជាបន្តទៀតចាបាទគូជាបន្តទៅទៀតគូទី114ចា114ខ្សែទឹកខាងក្នុងសាអែមសែនជ័យបារមីស្វាយជ្រុំបាទគឺមកពីខាងស្វាយជ្រុំបាទគឺខេត្តស្វាយរៀងខ្សែទឹកខាងក្រៅវិចិត្រដែលចូលសែនជ័យកោះចរាមសាច់កដាលខេត្តកណ្ដាល
ก็ប៉ុន្តែពេលនេះឃើញថាខ្សែទឹកខាងក្នុងស្អែមហើយស្អែមស្រីស្រស់កំពុងតែមានលបឿនស្រស់ទាំងលបឿនបាទស្រស់ទាំងឯកសណ្ឋានខៀវទឹកបិចរំលេចដោយចុងចង្វាពណ៌សកំពុងតែបន្ថែមលបឿនហើយដល់ទីប្រត់ហើយឥឡូវនេះយើងទៅទស្សនាជាបន្តសម្រាប់គូទី115ចាខ្សែទឹកខាងក្នុងមានស្លាកលេខ201ព្រះនេត្រហនុមានសែនជ័យរបស់ខេត្តកណ្ដាលរីឯខ្សែទឹកខាងក្រៅ224កំហែងសុវណ្ណកុមារមហាទេពចាខាងក្បាលកោះច្បារអំពៅរាជធានីភ្នំពេញខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌ក្រហមនៅពេលនេះគឺបានដាច់ឆ្ងាយហើយចាដាច់តែម្ដងហើយអ្នកអើយដាច់តែពេលហើយគូទី105បាទអញ្ចឹងសូមអនុញ្ញាតបន្តទៅគូទី116ចាគូទី116ខ្សែទឹកខាងក្នុងកំហែងសុវណ្ណកុមារមហាហងសែនជ័យបាទតែមកពីក្បាលកោះច្បារអំពៅរាជធានីភ្នំពេញខ្សែទឹកខាងក្រៅខ្លែងក្លាហានបាទសានមានជ័យមកពីស្រុកស្រីសន្ធរខេត្តកំពង់ចាមបាទចាក់យោងឆ្លងកងព័ន្ធទី2ហើយនៅតែប្រហាក់ប្រហែលនេះទេសម្រាប់គូទី116ចាបាទគូទី116ប្រហាក់ប្រហែលអូមកច្រើនណាស់បាទស្អាតមែនទែនគឺថាមក4 5 6ទូកជុំគ្នាចាបាទអញ្ចឹងសូមមេត្តាក្រុមការងារតាមដានមើលលេខទូកដើម្បីយើងនឹងប្រកាសជូនឲ្យបានត្រឹមត្រូវតាមគូចាឥឡូវនេះឃើញថាទូកដែលមកខាងមុខនេះចាគឺ214នេះគឺ116ចាខ្សែទៅខាងក្នុងដូចជាមានប្រៀបជាងបន្តិចឥឡូវយើងកលេចទៅកាន់ទូកជាបន្តទៀតហើយគូទី111គឺមហាគឺកង្វាកំហែងសុវណ្ណកុមារមហាហងសែនជ័យចាឥឡូវយើងអធិប្បាយបន្តគឺ117 226 LX Express ចា LXR ដេជោចាអធិស្ឋានដេជោសែនជ័យរបស់ខេត្តកណ្ដាលចាគឺកំពុងតែបានមកដល់ទីមុនហើយចាដែលបានយកឈ្នះចាពី23នេះគូ113វិញចាគឺនាគគិរីពោធិ៍សែនជ័យចាជាមួយនឹងខ្សែទៅខាងក្រៅកន្សែងសូរិយាដេជោសែនជ័យចាឥឡូវគឺថាមកដល់ទីរីឯគូទី118វិញចាគឺ229ដែលមកគូក្រោយនេះចាកំពុងតែបណ្ដឹងជាមួយនឹងខ្សែទឹកខាងក្រៅបារមីឯកមានជ័យរបស់ខាងខេត្តកណ្ដាលដូចជាប៉ិនគ្នាចាស្មើគ្នាមកតែម្ដងបាទចា229របស់នៅឡើយនេះខ្ញុំសូម